ជំរាបសួរទស្សនិកជនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាក្នុងកម្មវិធីពិសេសមួយទាក់ទងជាមួយនឹងការចែករំលែកបទពិសោធន៍ការចុះកម្មសិក្សាទៅភ្នំឧដុង្គរបស់សាសាលាអន្តរជាតិ Planet ទាំងអស់គ្នាជំរាបសួរកូនៗទាំងអស់គ្នាជំរាបសួរអ្នកគ្រូចាកាលពីប្រហែលសប្តាហ៍មុនយើងបានធ្វើដំណើរចុះកម្មសិក្សាទៅភ្នំឧដុង្គត្រូវអត់បាទចាការធ្វើដំណើរទៅភ្នំឧដុង្គនេះតើកូនៗទាំងអស់គ្នាសប្បាយរីករាយដែរឬទេសប្បាយរីករាយចាអញ្ចឹងដោយសារតែយើងបានទៅទស្សនាច្រើនកន្លែងដែរអញ្ចឹងអ្នកគ្រូចង់ដឹងអំពីចំណាប់អារម្មណ៍របស់បងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងភ្នំឧដុង្គតើកន្លែងណាដែលបងប្អូនចាប់អារម្មណ៍ជាពិសេសជាងគេទៅគិនងួនបាទជំរាបសួរអ្នកគ្រូខ្ញុំចាប់អារម្មណ៍លើឆែកដីនៅលើកំពូលភ្នំព្រះរាជទ្រព្យទីកន្លែងតម្កល់សេរីរិកធាតុព្រះពុទ្ធអញ្ចឹងពេលដែលដើម្បីឡើងទៅដល់កំពូលភ្នំតើកូនធ្វើដំណើរតាមណាទៅកូនពួកយើងនាំគ្នាឡើងតាមកម្មចំដាថ្មីមានចំនួន509កម្មពេលឡើងទៅដល់ពួកយើងឃើញទេសភាពដ៏ស្រស់ស្អាតនិងចេតិយដ៏ស្រស់ស្អាតផងដែរចាអញ្ចឹងចេតិយនៅកន្លែងនេះគេហៅថាព្រះសក្យមុនីចេតិយចុះសៀវហៈកូនមានចំណាប់អារម្មណ៍ទៅលើអ្វីដែរបានអ្នកគ្រូខ្ញុំមានចំណាប់អារម្មណ៍លើម្ហូបអាហារនៅនឹងពិតជាឆ្ងាញ់ហើយខ្ញុំបានចាប់អារម្មណ៍លើចេតិយ3000ដែលមានក្បាលដំរី32ដែលពិតជាស្អាតខ្លាំងណាស់ចាពេលទៅហ្នឹងបានរាប់អត់បានរាប់អ្នកគ្រូចាអញ្ចឹងអរគុណកូនៗទាំងអស់គ្នាចំពោះការចែករំលែកនេះអ្នកគ្រូមានសំណួរមួយទៀតតើនៅពេលដែលកូនទៅទស្សនកិច្ចនៅភ្នំឧដុង្គកូនមានចាប់អារម្មណ៍មានអារម្មណ៍ថារំភើបសប្បាយរីករាយក៏ដូចជាភ្ញាក់ផ្អើលនៅពេលណាខ្លះដែរទៅពងបាទអ្នកគ្រូខ្ញុំរីករាយនៅពេលដែលយើងឡើងភ្នំពេលយើងហត់យើងឈប់សម្រាកនិយាយគ្នាហើយផឹកទឹកហើយខ្ញុំភ្ញាក់ផ្អើលណាស់នៅពេលដែលអ្នកគ្រូបញ្យល់ពីសិលាចារឹកនៅតាមចែងដីនីមួយៗជាពិសេសចែងដី3000ដែលកសាងនៅឆ្នាំ1623ចាអរគុណនឹងហើយដោយសារតែនៅលើកំពូលភ្នំឧដុង្គមានចេតិយជាច្រើនតែកូនចាប់អារម្មណ៍ទៅលើចេតិយ3000ដោយសារឃើញរចនាបថមានរូបដំរីធំស្អាតត្រូវទេដោយសារតែកូនចាប់អារម្មណ៍ទៅលើសិលាចារឹកព្រោះអីសិលាចារឹកនេះមានអាយុកាលរៀងយូរឆ្នាំដែរព្រោះតាំងពីឆ្នាំ1623មកអញ្ចឹងយូរដែរចាចុះទី2កូនមានចំណាប់អារម្មណ៍មិនដែរកូនខ្ញុំចូលចិត្តពេលអ្នកគ្រូបញ្យល់ថាហេតុអ្វីបានគេហៅភ្នំព្រះរាជទ្រព្យតែឥឡូវខ្ញុំដឹងហើយពីព្រោះកន្លែងនោះកន្លែងភ្នំនោះមានព្រះរាជទ្រព្យមានចេតិយមានព្រះវិហារនិងផ្សេងជាច្រើនទៀតចាអរគុណនឹងហើយដោយសារតែភ្នំនេះយើងអាចហៅឈ្មោះបាន3ទី1ភ្នំអធិរៈទី2ភ្នំព្រះរាជទ្រព្យទី3ភ្នំឧដុង្គចាយើងហៅមួយណាក៏ត្រឹមត្រូវដូចគ្នាដែរហើយឈ្មោះនីមួយនៃភ្នំនេះគឺមានអត្ថន័យចាផ្សេងពីគ្នាដូចភ្នំព្រះរាជទ្រព្យអញ្ចឹងគេហៅបែបនេះដោយសារតែគេយល់ថាចាព្រះវិហារចេតិយផ្សេងនៅលើភ្នំហ្នឹងគឺកសាងឡើងដោយព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រផ្ទាល់តែម្ដងអញ្ចឹងអ្នកគ្រូមានសំណួរមួយទៀតចាបន្ទាប់ពីកូនធ្វើដំណើរទស្សនកិច្ចនឹងហើយចាកូនមានការផ្លាស់ប្ដូរគំនិតក៏ដូចជាការយល់ឃើញតាក់ទងអំពីទីកន្លែងប្រវត្តិសាស្ត្រភ្នំឧដុង្គនេះដែរទេសុធីបាទអ្នកគ្រូពីមុនមកខ្ញុំគ្រាន់តែដឹងថានៅភ្នំឧដុង្គជាកន្លែងទីសក្ការៈបូជានិងកន្លែងកំសាន្តមួយតែឥឡូវនេះខ្ញុំដឹងថាវាជាអតីតរាជធានីរបស់ខ្មែរយើងពីមុនផងដែរម្យ៉ាងទៀតខ្ញុំយល់ថាការកសាងព្រះចេតិយមិនមែនគ្រាន់តែសម្រាប់តម្កល់ព្រះអធិធាតុព្រះមហាក្សត្រតែប៉ុណ្ណោះទេចាហ្នឹងហើយបើសិនជាយើងអត់ទៅទស្សនាផ្ទាល់អត់បានសិក្សាតាក់ទងអំពីប្រវត្តិសាស្ត្រកន្លែងនេះទេយើងប្រកាសជាដឹងថាកន្លែងនេះគ្រាន់តែជាភោជនីយដ្ឋានកន្លែងសម្រាប់លំហែទេអត់ដឹងថាកន្លែងហ្នឹងក៏ធ្លាប់ជាអតីតរបស់រាជធានីខ្មែរកាលពីចំនួនមុននឹងដែរហើយចេតិយនេះ
ក៏ដូចគ្នាដែរចាឥឡូវហ្នឹងឃើញថាជាកន្លែងទីសក្ការៈគោរពបូជាដែលប្រជាជនខ្មែរយើងនាំគ្នាអត់ធូបដើម្បីសុំសេចក្តីសុខផងដែរចាអ្នកគ្រូចោះគឹមងួនកូនមានមតិអីបន្ថែមទេ ខ្ញុំយល់ថាការអភិរក្សទីតាំងប្រវត្តិសាស្ត្រគឺសំខាន់ណាស់បើយើងមិនថែរក្សាក្មេងៗជំនាន់ក្រោយនឹងមិនយល់ដឹងពីទីកន្លែងនោះ ចាអរគុណចាបន្ទាប់ពីទៅទស្សនកិច្ចហើយយើងយល់អំពីអត្ថប្រយោជន៍នៃការអភិរក្សទីកន្លែងប្រវត្តិសាស្ត្រเนาะចាអញ្ចឹងបន្ទាប់ពីកូនទៅសិក្សានៅទីនោះចាបានជាច្រើនកន្លែងយើងទទួលបានចំណេះដឹងថ្មីបទពិសោធន៍ថ្មីតើកូនទាំងអស់គ្នាមានគម្រោងយកចំណេះដឹងនិងបទពិសោធន៍ទាំងអស់ហ្នឹងឲ្យយកមកអនុវត្តនៅក្នុងថ្នាក់រៀនក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់កូនយ៉ាងម៉េចដែរជាវហាត់ បានអ្នកគ្រូខ្ញុំនឹងរៀបរបាយការណ៍ខ្លីៗប្រាប់ដល់មិត្តភ័ក្តិដើម្បីឲ្យពួកគេស្គាល់យល់ច្បាស់ពីទីតាំងរបស់ភ្នំឧដុង្គហើយខ្ញុំនឹងអនុវត្តការជួយគ្នាដោយការយើងឡើងភ្នំដែរ ចាអរគុណចុះពងកូនមានអីបន្ថែមទេ ខ្ញុំនឹងប្រាប់ប៉ាម៉ាក់និងបងប្អូនអំពីទីកន្លែងនេះនិងសូមឲ្យពួកគាត់នាំខ្ញុំទៅទស្សនាម្ដងទៀត ចាល្អណាស់កូនដែលមានគម្រោងយកមកអនុវត្តនៅក្នុងថ្នាក់រៀនក៏ដូចជាចែករំលែកទៅមនុស្សជុំវិញខ្លួនដូចជាឪពុកម្ដាយបងប្អូនឲ្យគាត់បានស្គាល់ទីកន្លែងប្រវត្តិសាស្ត្រក៏ដូចជាយល់តម្លៃនៃទីតាំងប្រវត្តិសាស្ត្រទាំងអស់នេះអញ្ចឹងជាចុងក្រោយអ្នកគ្រូសូមឲ្យកូនទាំងអស់គ្នាមានជាសារខ្លីៗមួយជូនទៅដល់សិស្សានុសិស្សដទៃទៀតក៏ដូចជាទស្សនិកជនដើម្បីឲ្យគាត់បានដឹងអំពីទីតាំងប្រវត្តិសាស្ត្រភ្នំឧដុង្គនេះផងដែរទីពីរសូមចែករំលែកមួយមកកូន ជាចុងក្រោយខ្ញុំសូមអរគុណទៅខាងសាលាលោកគ្រូអ្នកគ្រូដែលបានរៀបចំកម្មសិក្សានេះវាពិតជាសប្បាយនិងមានប្រយោជន៍ខ្លាំងណាស់ខ្ញុំនឹងសន្យាថាខ្ញុំនឹងជួយលើកកម្ពស់បេតិកភណ្ឌជាតិរបស់យើង ចាអរគុណចុះសុធីមានអីបន្ថែមអត់បង ខ្ញុំអរគុណហើយនឹងការសរសើរដល់បុព្វបុរសដែលបានបន្សល់ទុកនៅមរតកដ៏មានតម្លៃនេះសម្រាប់កូនខ្មែរយើងហើយខ្ញុំនឹងសង្ឃឹមថាត្រូវទៅកម្មសិក្សាបែបនេះទៀត ចាអរគុណចាកូនចង់ទៅកម្មសិក្សាបែបប្រវត្តិសាស្ត្របែបនេះទៀតដោយសារតែពេលទៅដឹងស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសយើងហើយនឹងសប្បាយរីករាយត្រូវអត់ បាទ ចាអញ្ចឹងជាចុងក្រោយអ្នកគ្រូសូមអរគុណទៅដល់កូនទាំងអស់គ្នាដែលថ្ងៃនេះមកជួយចែករំលែកបទពិសោធន៍ដែលកូនបានទៅទស្សនកិច្ចទៅកាន់សិស្សានុសិស្សដទៃទៀតក៏ដូចជាទស្សនិកជនអ្នកស្ដាប់ហើយជាចុងក្រោយអ្នកគ្រូក៏សូមអរគុណទៅដល់ថ្នាក់ដឹកនាំស្រុកពញាលឺដែលលោកតែងតែខ្នះខ្នែងនៅក្នុងការអភិរក្សក៏ដូចជាការអភិវឌ្ឍទីតាំងប្រវត្តិសាស្ត្រនេះឲ្យមានការរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាបរិស្ថានឃើញថាប្រហែលឆ្នាំចុងក្រោយនេះស្អាតមែនទែនហើយមួយទៀតក៏សូមអរគុណដែលថ្នាក់ដឹកនាំស្រុកពញាលឺលោកបានជួយអនុញ្ញាតក៏ដូចជាសម្របសម្រួលកម្មសិក្សារបស់សិស្សានុសិស្សនៃសាលាអន្តរជាតិ Planet យើងខ្ញុំចាឲ្យប្រព្រឹត្តទៅយ៉ាងរលូនសូមអរគុណហើយទីចុងក្រោយយើងខ្ញុំក៏ដូចជាសិស្សានុសិស្សដែលមានវត្តមាននៅទីនេះមានពាក្យស្លោកមួយជូនទៅដល់សិស្សានុសិស្សដទៃទៀតក៏ដូចជាទស្សនិកជនអ្នកស្ដាប់ទាំងអស់គ្នា យើងត្រូវថែរក្សាបេតិកភណ្ឌជាតិឲ្យបានគង់វង្ស